អញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមកបង្ហាញពីមុខងារ Edit Point of Sale ដែលមុខងារនេះគឺប្រើសម្រាប់ការមើលទិន្នន័យលក់ចេញពី POS System តើបាន SIM ចូលមកនៅនិងករណីមួយទៀតគឺអាចធ្វើការ check មើលទៅលើ transaction ដែលអាចធ្វើការកែប្រែឬក៏លុបប្រតិបត្តិការដែលមានការធ្វើខុសអញ្ចឹងកន្លែងនេះដែរខ្ញុំសូមធ្វើការបង្ហាញនៅក្នុង system អូខេអញ្ចឹងដើម្បីចូលទៅកាន់មុខងារ Edit Point of Sale បានយើងចូលមកកាន់ Point of Sale មកបន្ទាប់មកយើងឃើញ Edit Point of Sale នៅខាងក្រោមនេះអញ្ចឹងនៅពេលដែលយើងចូលមកដល់គឺយើងនឹងឃើញ transaction ទាំងអស់ដែលបានលក់ចេញពីកុំព្យូទ័រឬក៏ទីតាំងណាមួយអញ្ចឹងបើសិនបើករណីដែលយើងចូលមកដល់ក្នុងនឹងហើយអត់ឃើញទិន្នន័យចុងក្រោយនៃកុំព្យូទ័រដែលបានលក់នៅក្នុងនឹងទេមានន័យថា POS System និងជាមួយនឹង back end system យើងអត់ទាន់ connect data គ្នាឬក៏អាចថា POS System លក់ online ហើយ back end វាអត់ទាន់ sit ចូលអញ្ចឹងទៅអញ្ចឹងកន្លែងនេះដែរបើសិនបើមានករណីដែលអត់ទាន់ឃើញទិន្នន័យអាច check ទៅលើ POS System ទិញទិន្នន័យម្ដងទៀតបាននិងមួយទៀតនៅពេលដែលយើងមានករណីទៅលើការកែប្រែទៅលើ receipt ណាមួយខ្ញុំឧទាហរណ៍receipt កាលពីថ្ងៃទី19ខែ6មានបញ្ហាអញ្ចឹងយើងអាចចូលទៅ edit កែប្រែបានដល់នៅក្នុងហ្នឹងយើងកែប្រែបានត្រឹមតែព័ត៌មានខាងក្រោមទេភាគច្រើនចំពោះថ្ងៃខែនេះគឺយើងអាចកែបានទេហើយចំពោះទៅលើ data membership ជាទូទៅគឺយើងអត់ recommend ឲ្យកែដូចគ្នាទៅលើលក្ខខណ្ឌមួយចំនួនទៅពេលដែលយើងកែទៅគឺអាចបាត់ទៅលើទិន្នន័យដែលមានការលក់ជាក់ស្ដែងចឹងកន្លែងនេះសម្រាប់តែអ្នកដែលគាត់អាច edit បានទេដែលអាចចូលមកប៊ូតុង edit នឹងបានដើម្បីផ្លាស់ប្ដូរមួយចំនួនដូចជាខុស payment method ឬក៏ខុស quantity item អីបែបហ្នឹងចា៎ចឹងបន្ទាប់ពីកែប្រែហើយយើងអាចធ្វើការ save ទៅវិញបាននិងមួយទៀតបើសិនបើមានទៅលើករណីដែលមានការ delete យើងអាចធ្វើការ delete បានហើយសូមបញ្ជាក់ទៅលើការកែប្រែបន្តិចនៅពេលដែលយើងមានការកែប្រែគឺវានឹងចាប់ទៅលើថ្ងៃខែចុងក្រោយនៃ last action ភ្ជាប់ជាមួយនឹង user ដែលបាន modify អញ្ចឹងកន្លែងនេះដែរយើងចាប់ទៅលើអ្នកដែលធ្វើការកែប្រែចុងក្រោយនៅក្នុងនេះប៉ុន្តែបើចំពោះ transaction ចាស់គឺនៅតែចាប់ឈ្មោះ cashier ដែលបានលក់ដដែលទេនិងករណីដែលបាន delete ក៏ដូចគ្នាដែរមានន័យថា delete transaction ចាស់នេះដោយឈ្មោះអ្នកណាហើយថ្ងៃណាដូចគ្នាអញ្ចឹងបើសិនបើយើង delete បានប៉ុន្តែមានលក្ខខណ្ឌគឺនឹងចាប់ audit ទៅលើ report ដែលថាបាន delete ដោយសារអ្នកណាហើយថ្ងៃណាអញ្ចឹងបើសិនយើង delete យើងគ្រាន់តែចុចទៅលើការ delete ហ្នឹងមកចុច OK យាយមកគឺបានហើយអញ្ចឹងកន្លែងនេះផងដែរបើសិនបើទៅលើការបិទបញ្ជីដែលបាន approve ហើយមានន័យថា transaction ដែលបានបិទបញ្ជី approve ហើយគឺយើងអត់អាចធ្វើការ edit ឬក៏ delete បានទេជាក់ស្ដែងនៅពេលដែលយើងធ្វើការ edit ឬក៏ delete វានឹងបញ្ជាក់ថាtransaction មួយហ្នឹងគឺត្រូវបានបិទបញ្ជីចាប់គ្រប់ឬក៏បាន approve ចាប់គ្រប់អញ្ចឹងអត់មានការដែលយើងអាច edit ឬក៏ delete បានទេបើទោះជាយើងចូលមកក្នុងនោះក៏បានដូចគ្នាប៉ុន្តែចុច edit អត់បានទេកន្លែងហ្នឹងចា៎អញ្ចឹងសម្រាប់ការបង្ហាញទៅលើមុខងារ edit point of sale នៅមានប៉ុណ្ណឹង